ងឹតស្លាប់គ្មានសូម្បីតែពន្លឺព្រះច័ន្ទខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងបន្លឺសំឡេងវូវូកាត់តាមដើមត្នោតខ្ពស់ខ្ពស់តាសនបរោះវ័យ50ឆ្នាំដែលមានផ្ទះនៅក្បែរផ្លូវរថភ្លើងបានអង្គុយជក់បរិយស្លឹកសង្កែនៅលើរានហាលផ្ទះទាំងអារម្មណ៍មិនមូលភ្នែករបស់គាត់សម្លឹងទៅរកគីឡូម៉ែត្រលេខ42ដែលជាកន្លែងកាលពី3ថ្ងៃមុនមានគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងយុវជនម្នាក់ឈ្មោះសេឡាបានស្រវឹងស្រាជោគជាំហើយមកគេងគួងលើផ្លូវដែកពេលរថភ្លើងដឹកទំនិញបើកមកដល់ទាំងកណ្ដាលអធ្រាត្រអ្នកបើកបរចុចស៊ីភ្លេព្រមានផងចាប់ហ្វ្រាំងផងប៉ុន្តែវាយឺតពេលទៅហើយរាងកាយរបស់សេឡាត្រូវបានកង់ដែកដ៏ធ្ងន់របស់រថភ្លើងកិនដាច់ជាកង់ស្លាប់បាត់បង់ជីវិតភ្លាមក្នុងថ្លុកឈាមសំឡេងកណ្ដាលអធ្រាត្រនាឡិកាវាយម៉ោង12យប់ចំបរិយាកាសជុំវិញប្រែជាស្ងាត់ជ្រងំសូម្បីតែសំឡេងសត្វល្អិតយំក៏បាត់អស់ដែររំពេចនោះតាសនស្រាប់តែឮសំឡេងមួយប្លែកអន្តែតាមខ្យល់មកពីចម្ងាយជួយខ្ញុំផងខ្ញុំរកជើងខ្ញុំមិនឃើញទេត្រជាក់ណាស់រងាណាស់សំឡេងនោះយំខ្សឹកខ្សួលស្អកគួរឲ្យព្រឺក្បាលតាសនព្យាយាមគិតថាខ្លួនឯងត្រជាក់ក្បាលប៉ុន្តែមិនមែនទេសំឡេងនោះកាន់តែខិតមកជិតទៅភ្លាមនោះគាត់ស្រាប់តែធុំក្លិនឆ្អាបឈាមអុបតិចអន្តែតពេញអាកាសការប្រឈមមុខដ៏រន្ធត់ទោះបីជាខ្លាចស្ទើរលិចនោមប៉ុន្តែដោយសារភាពចង់ដឹងតាសនបានទាញពិលមកចុចបំភ្លឺទៅផ្លូវរថភ្លើងពន្លឺពិលជះចំស្រមោលខ្មៅមួយកំពុងវាយឺតនៅលើដីពេលគាត់ពិនិត្យមើលឲ្យច្បាស់ផ្ទៃមុខរបស់តាសនប្រែជាស្លេកស្លាំងដៃជើងញ័រត្រត្រើតពិលនៅក្នុងដៃស្ទើរតែធ្លាក់ពីលើរានហាលរាងកាយពាក់កណ្ដាលលើរបស់សៃឡាកំពុងតែប្រើដៃទាំងពីរអូសទាញខ្លួនប្រាណនៅលើដៃថ្នល់ពោះវៀននិងសរីរាង្គខាងក្នុងធ្លាក់រគាយតាមផ្លូវដែកពោពេញដោយឈាមខ្មៅខាប់ផ្ទៃមុខរបស់គេបែកបាក់ពាក់កណ្ដាលភ្នែកម្ខាងលៀនចេញមកក្រៅសម្លឹងចំមកតាសួនទាំងកង្ហឹងនិងការឈឺចាប់ពូសួនឃើញជើងខ្ញុំទេជួយរើសជើងឲ្យខ្ញុំផងខ្មោចសៃឡាបន្លឺសំឡេងទាំងធ្លាក់ឈាមតាមមាត់ជ្រោកផ្លូវវង្វេងនៃវិញ្ញាណតាសួនភ័យពេកស្រែកមិនចេញគាត់ដួលផ្ងាក្រោយរមៀលចូលទៅក្នុងផ្ទះរួចទាញទ្វារបិទជិតចាក់សៅចង្រិនខាងក្រៅផ្ទះសំឡេងអូសសាច់ដីខ្សឹកខ្សៀកនិងសំឡេងក្រចកដៃឆ្កូតនឹងជញ្ជាំងផ្ទះឈើបន្លឺឡើងលឺខ្វិចព្រមជាមួយសំឡេងយំអង្វរកោពេញមួយយប់លុះព្រឹកឡើងទើបអ្នកភូមិដឹងថាជើងទាំងពីររបស់សេឡាដែលដាច់កាលពីថ្ងៃគ្រោះថ្នាក់គឺត្រូវបានឆ្កែព្រៃខំអូសទៅទម្លាក់ចោលក្នុងព្រៃឆ្ងាយពីកន្លែងកើតហេតុទើបធ្វើឲ្យវិញ្ញាណរបស់គេវង្វេងរកផ្នែករាងកាយមិនឃើញក្រោយពីអ្នកភូមិរួមគ្នារកជើងនោះឃើញហើយធ្វើបុណ្យបូជានិងឧទ្ទិសកុសលជូនតាមប្រពៃណីត្រឹមត្រូវមកទើបលែងមានអ្នកឮសំឡេងយំទាជើងឬឃើញខ្មោចវានៅលើផ្លូវរថភ្លើងនោះទៀតឡើយប៉ុន្តែសម្រាប់តាសននិងអ្នកភូមិទាំងឡាយឲ្យតែពេលយប់ដើរកាត់គីឡូម៉ែត្រលេខ42ពួកគេតែងតែដើរលឿននិងមិនហ៊ានងាកក្រោយឡើយ